សូមគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីគោរពជាទីមេត្រីតទៅទៀតនេះនាងខ្ញុំសូមជម្រាបជូននៅសកម្មភាពសំខាន់ប្រចាំខែមិថុនាឆ្នាំ2026របស់ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទដែលមានជាបន្តដូចតទៅនាព្រឹកថ្ងៃទី1ខែមិថុនាឆ្នាំ2026ក្រសួងអភិវឌ្ឍជនបទនិងក្រសួងទេសចរក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភានិងក្រមអភិក្រមជាវិភាពនៃប្រព័ន្ធទូអង្គតែមួយបានរៀបចំនៅពិធីចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍទេសចរនិងវិស័យអភិវឌ្ឍជនបទក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនិងឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនៅទីស្តីការក្រសួងអភិវឌ្ឍជនបទនាថ្ងៃទី3ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាកិត្តិយសនៅក្នុងពិធីសម្ពោធអគារកម្ពស់3ជាន់និងសមិទ្ធផលនានានៅក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាខណ្ឌរិស័យកែវរាជធានីភ្នំពេញនាថ្ងៃទី4ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងជ្រើសរើសខ្សែផ្លូវសម្រាប់ដាក់បញ្ចូលនៅក្នុងគម្រោងឆ្នាំ2027និងផែនការ3ឆ្នាំរំកិលឆ្នាំ2027-2029របស់ក្រសួងអភិវឌ្ឍជនបទនៅទីស្តីការក្រសួងនាថ្ងៃទី5ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំឯកសារស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍជនបទនៅទីស្តីការក្រសួងនាថ្ងៃទី6ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទនិងជាសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចូលរួមជាគណៈអធិបតីនៅក្នុងពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី9ឆ្នាំ2026ក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅកីឡដ្ឋានវិសាខានាថ្ងៃទី8ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទអមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំក្រសួងបានអនុញ្ញាតជូនលោក Erico Gavalier ប្រធានកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជាដែលហៅកាត់ថា UNDP និងសហការីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងអភិវឌ្ឍជនបទនាព្រឹកថ្ងៃទី9ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋភាគឹកសរុបចំនួន3318គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្នស្ថិតនៅក្នុងភូមិស្លក្រាមដែលសម្ដេចតេជោបានប្រសិទ្ធនាមឈ្មោះថាភូមិរងចាំស្ថិតនៅក្នុងឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី9ខែមិថុនាឆ្នាំ2026ដដែលនោះឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញចុះទៅពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូ2ជាន់ DBST ចំនួន1ខ្សែព្រមទាំងមានសំណង់សិល្បកម្មមួយចំនួនទៀតដែលស្ថិតនៅក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យនាថ្ងៃទី11ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ2026-2033ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការឯកឧត្តមជាថ្នាក់ដឹកនាំនិងក្រុមការងារបច្ចេកទេសរៀបចំផែនការយុទ្ធសាស្ត្រព្រមទាំងនាយកដ្ឋានជំនាញពាក់ព័ន្ធនៅទីស្តីការក្រសួងនាថ្ងៃទី15ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាកិត្តិយសនៅក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី9ឆ្នាំ2026ក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញនាថ្ងៃទី16ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាកិត្តិយសនៅក្នុងពិធីបើកមហាសន្និបាតកាយរិទ្ធនារីពិភពលោកលើកទី39និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី42
របស់សមាគម OBPS ឆ្នាំ2026ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជានៅក្នុងខេត្តសៀមរាបនាថ្ងៃទី16ខែមិថុនាដដែលនោះឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាបបានអញ្ជើញពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវមួយខ្សែជាផ្លូវក្រាកៅស៊ូពីជាន់ DBST មានប្រវែង 3.35 គីឡូម៉ែត្រទទឹង6ម៉ែត្រតភ្ជាប់ពីភូមិស្រិតកើតឃុំទ្រាំងស្រុកប្រាសាទបាគងទៅកាន់ភូមិស្វាយសឃុំច័ន្ទសស្រុកសូនីគមខេត្តសៀមរាបនាថ្ងៃទី17ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមជាមួយឯកឧត្តមជាថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសក្រសួងនិងមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ធំបានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវចំនួន9ទីតាំងនិងចុះទៅពិនិត្យស្ថានភាពស្ពានទ្រុឌទ្រោមចំនួន2កន្លែងទៀតនៅក្នុងខេត្តកំពង់ធំនាថ្ងៃទី18ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមជាមួយនឹងឯកឧត្តមថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេសនិងមន្ទីរអភិវឌ្ឍជនបទខេត្តសៀមរាបបានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានឈ្មោះព្រះអង្គធំសង្កែឡាក់មានប្រវែង 14.43 គីឡូម៉ែត្រទទឹង3ម៉ែត្រតភ្ជាប់ពីភូមិចំនួន5គឺភូមិព្រះអង្គធំភូមិប៉ប៉ែលភូមិខ្លាឃ្មុំភូមិសង្កែឡាក់និងភូមិតាពេញស្ថិតនៅក្នុងឃុំខ្នងភ្នំស្រុកស្វាយលើខេត្តសៀមរាបនាថ្ងៃទី22ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូតូចនិងមធ្យមឆ្នាំ2026-2030ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចាអូនពាន់មុនីរតន៍ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនាថ្ងៃទី22ខែមិថុនាដដែលនោះក្រសួងអភិវឌ្ឍជនបទបានសហការគ្នាជាមួយនឹងបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈធ្វើបានសមាជិកបេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថាបសសនិងធ្វើបច្ចុប្បន្នភាពបានជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងអភិវឌ្ឍជនបទព្រមទាំងអ្នកនៅក្នុងបន្ទុកសហព័ន្ធនិងកូនរយៈពេលពេញមួយថ្ងៃនៅទីស្តីការក្រសួងអភិវឌ្ឍជនបទនាថ្ងៃទី22ខែមិថុនាដដែលទៀតនោះនៅទីស្តីការក្រសួងឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆ្នាំ2026-2033នាថ្ងៃទី23ខែមិថុនាឆ្នាំ2026នៅទីស្តីការក្រសួងឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិនិងផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យជនបទឆ្នាំ2026-2033នាថ្ងៃទី25ខែមិថុនាឆ្នាំ2026នៅទីស្តីការក្រសួងឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី1និងលើកទិសដៅការងារឆមាសទី2ឆ្នាំ2026របស់ក្រសួងអភិវឌ្ឍជនបទនាថ្ងៃទី26ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី27ខែមិថុនាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាកិត្តិយសនៅក្នុងពិធីសម្ដែងសម្ដាលជាមួយមហាគ្រួសារសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្មកម្ពុជាប្រមាណ500នាក់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ